សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការបញ្ចូលព័ត៌មាន step 3ដែលជាការបញ្ចូលព័ត៌មានរបស់អ្នកធានាហើយនៅក្នុងការបញ្ចូលព័ត៌មានរបស់អ្នកធានាគឺយើងអាចបញ្ចូលបានអ្នកធានាដល់ទៅ2នាក់នេះគឺជាអ្នកធានាទី1ហើយនេះគឺជាអ្នកធានាទី2Select image នេះគឺសម្រាប់ឲ្យយើងធ្វើការជ្រើសរើសរូបភាពរបស់អ្នកធានា In relationship គឺអ្នកធានាតើត្រូវជាអ្វីជាមួយនឹងអ្នកខ្ចីបន្តមកធ្វើការចុះឈ្មោះអ្នកធានាបញ្ចូលថ្ងៃខែឆ្នាំកំណើតរបស់អ្នកធានាបន្តមកធ្វើការបញ្ចូលមុខរបររបស់អ្នកធានាហើយធ្វើការជ្រើសរើសភេទរបស់អ្នកធានាបន្តមកធ្វើការបញ្ចូលលេខទូរស័ព្ទរបស់អ្នកធានាហើយធ្វើការបញ្ចូលលេខទូរស័ព្ទខ្សែទី2របស់អ្នកធានាបន្តមកធ្វើការបញ្ចូលសញ្ជាតិរបស់អ្នកធានាបន្តមកយើងធ្វើការបញ្ចូលលេខកាតរបស់អ្នកធានាបន្តមកយើងធ្វើការបញ្ចូលថ្ងៃដែលធ្វើការរបស់អ្នកធានាបន្តមកយើងធ្វើការបញ្ចូលថ្ងៃផុតកំណត់របស់កាតបន្តមកយើងធ្វើការបញ្ចូលឈ្មោះអ្នកធ្វើកាតletter នេះប្រសិនបើអ្នកធានាមានឯកសារអ្វីផ្សេងទៀតគឺយើងអាចធ្វើការជ្រើសរើសឯកសារផ្សេងទៀតដូចជាសៀវភៅស្នាក់នៅហើយនៅខាងក្រៅនេះគឺយើងធ្វើការវាយបញ្ចូលលេខសៀវភៅស្នាក់នៅបន្ទាប់មកយើងធ្វើការបញ្ចូលថ្ងៃធ្វើសៀវភៅស្នាក់នៅបន្ទាប់មកយើងធ្វើការបញ្ចូលថ្ងៃផុតកំណត់របស់សៀវភៅស្នាក់នៅហើយយើងធ្វើការបញ្ចូលឈ្មោះអ្នកធ្វើសៀវភៅស្នាក់នៅបន្ទាប់មកយើងធ្វើការបញ្ចូលអាស័យដ្ឋានរបស់អ្នកធានាយើងបញ្ចូលលេខផ្ទះយើងបញ្ចូលលេខផ្លូវហើយយើងធ្វើការបញ្ចូលខេត្តឬមួយក៏ក្រុងអ្នកធានាស្នាក់នៅបន្ទាប់មកយើងធ្វើការបញ្ចូលស្រុករបស់អ្នកធានាហើយយើងធ្វើការបញ្ចូលឃុំរបស់អ្នកធានាបន្ទាប់មកយើងធ្វើការបញ្ចូលភូមិរបស់អ្នកធានាហើយយើងធ្វើការคลิกទៅលើប៊ូតុងអូខេនេះគឺវាបានបង្ហាញព័ត៌មាន address របស់អ្នកធានាប្រសិនបើយើងមានអ្នកធានាទី2គឺយើងអាចคลิกទៅលើប៊ូតុងពណ៌ខៀវនេះវានឹងបង្ហាញពីការបញ្ចូលព័ត៌មានរបស់អ្នកធានាទី2
បើសិនជាយើងមិនបញ្ចូលក៏បានដែរបន្ទាប់មកយើងធ្វើការคลิกទៅលើប៊ូតុង next